នាងខ្ញុំឈ្មោះសុកសុផលជាប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមខេត្តកំពង់ឆ្នាំងពេលដែលពុកឲ្យទៅរៀនគឺប្រឹងហ្មងដឹងតែខ្ញុំក្រោកខ្លួនឯងតែម៉ោង 4 ឡើងគឺខ្ញុំក្រោករៀនហើយពេលចាប់ពីរៀនចេញមកដាំបាយហូបបាយក៏មិនដែលបានមានស្លឲ្យដែរគឺមានតែប្រហុកដាក់ពីលើបាយហ្នឹងទេរៀងរាល់ថ្ងៃសៅរ៍ហ្នឹងគឺខ្ញុំចេញទៅភូមិធ្លុកវៀនវិញ5 6 10 គីឡូហើយដើររហូតនិយាយរួមទៅអត់មានបានកង់ជិះទេកូនគេអ្នកមានគេជិះកង់អស់ចាលើកលែងទៅខ្ញុំអត់មានកង់ទេចាមិត្តភ័ក្តិម្ដងគេឈប់មួយដល់ពេលប្រឡងបញ្ចប់ឆ្នាំ1987ហ្នឹងគឺមានប្រហែលជា 3-4 នាក់ទេចាមិត្តភ័ក្តិគេថាធ្វើការហ្នឹងដឹងមានន័យស្អីផងតែខ្ញុំពេលហ្នឹងអត់បានតជាមួយគេទេដោយមានអារម្មណ៍ថាប្រឹងរៀនប៉ុណ្ណឹងហើយត្រូវតែតស៊ូយកឲ្យបានមន្ត្រីរាជការហ្នឹងទោះបីលំបាកយ៉ាងណាឃ្លាតឆ្ងាយពីផ្ទះយ៉ាងម៉េចក៏ខ្ញុំត្រូវតែតស៊ូដែរលឺពុកនិយាយថាពីសង្គមបើសិនជាមានមន្ត្រីរាជការម្នាក់នៅក្នុងគ្រួសារចាអាចចិញ្ចឹមបងប្អូនបានហើយអញ្ចឹងជំរុញឲ្យចិត្តខ្ញុំប្រឹងតស៊ូបើសិនជាខ្ញុំបានចូលជាមន្ត្រីរាជការដែរអញ្ចឹងប្រហែលជាអនាគតទៅគ្រួសារខ្ញុំលែងលំបាកទៀតហើយពេលដែលស្ត្រីមានបញ្ហាអីគឺគាត់តែងតែមកពឹងយើងដោយសារការហ្នឹងនៅមានវគ្គច្រើនវគ្គផ្សព្វផ្សាយតាក់ទងនឹងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារហើយបើតាក់ទងជាមួយកុមាររងគ្រោះពួកខ្ញុំតែងតែជួយអន្តរាគមន៍ទៅសួរសុខទុក្ខជួយលើកទឹកចិត្តពេលដែលគាត់មានការចាប់រំលោភអីចឹងចាគឺបើសិនជាមានកន្លែងអង្គការទទួលស្នាក់នៅពួកខ្ញុំនឹងជួយទំនាក់ទំនងទៅរកកន្លែងស្នាក់នៅបើសិនជាអត់ពួកខ្ញុំនឹងព្យាយាមឧស្សាហ៍ចុះទៅសួរសុខទុក្ខអាចមានជាអំណោយឬមួយក៏ថវិកាដើម្បីជួយគ្រប់គ្រងលើកទឹកចិត្តពួកគាត់ភាគច្រើនក្មេងស្រីត្រឹមតែថ្នាក់ទី7ទី8អីហ្នឹងឈប់រៀនអស់ហើយចាហើយនៅពេលដែលខ្ញុំចុះទៅផ្សព្វផ្សាយគឺខ្ញុំតែងតែនិយាយវ័យក្មេងចាប់ពី15 16ឆ្នាំជាវ័យលូតលាស់អត់ត្រូវបង្ខំកូនឲ្យទៅធ្វើការរោងចក្របើសិនជាគាត់រៀនបានជ្រៅជ្រះចាយើងអាចចូលជារោងចក្រមែនប៉ុន្តែយើងធ្វើការងាររដ្ឋបាលការងារជាមេការមេអីគេអញ្ចឹងថវិកាយើងក៏កាន់តែច្រើនជាងនឹងដែរសម័យឥឡូវនេះគេបង្កើនចំនួនស្ត្រីអញ្ចឹងខ្ញុំសង្ឃឹមថានឹងមានស្ត្រីកាន់តែច្រើនដែលដើរតួសំខាន់នៅក្នុងភាពជាអ្នកដឹកនាំជាស្ត្រីដើម្បីឲ្យគាត់ធ្វើការងារស្ត្រីនឹងកាន់តែច្រើន